ជាការពិតណាស់មនុស្សត្រឹមត្រូវត្រូវតែដើរផ្លូវត្រឹមត្រូវតែយើងក៏ត្រូវតែយល់ពីល្បិចរបស់មនុស្សអាក្រក់ដងស្ទឹងទន្លេបត់បែនទៅតាមភូមិសាស្ត្រក៏មានការឆ្លងកាត់ចលងភ្នំចង្អៀតចង្អល់តែបើសិនជាបងដើរផ្លូវត្រង់មិនចេះកាច់កំទេនោះប្រកាសជាគ្រោះថ្នាក់ទន្លេមិនបត់បែនគឺគ្មានរលកបើភ្នំមិនខ្ពស់តាមមានចលងភ្នំមកពីណាក្នុងនាមជាកូនប្រុសរស់នៅក្នុងលោកមានរឿងអីដែលត្រូវកំសាកដល់ម្លឹងនោះ